សូមគោរពជំរាបសួរប្រិយមិត្តអ្នកទស្សនានិងអ្នកស្នេហាវិស័យទូកងនៅកម្ពុជាទាំងអស់គ្នាចឹងថ្ងៃនេះសូមធ្វើការ react ទៅលើវីដេអូនៃការអុំរកល្បឿនរបស់ជាងខ្លាំងយើងមួយរូបតែបងប្អូនសាកទស្សន៍ទីមើលតើរូបនេះមានឈ្មោះអីដែរបើសិនយើងអត់ប្រាប់ឈ្មោះចឹងមករូបនេះគឺមានឈ្មោះថាសៀសែនជ័យបារមីតេជៈដែលអ្នកគ្រប់គ្រងរបស់គាត់តែងតែហៅគាត់ថាអ្នកលេងស្នៃមាសឬក៏លេងពីក្បាច់បងប្អូនចឹងអុំនៅណាក៏មិនចោលដែរក្បាច់របស់គាត់ហ្នឹងគឺលេងទៅចុងទីហ្នឹងហ្មងបងប្អូនចឹងឲ្យតែចិត្តដល់ទីដល់គាត់ហើយប៉ះគូណាក៏ដូចគូណាដែរចឹងនេះគឺជាការអុំរកល្បឿនរបស់ទូកស្វាសិនជ័យបារមីតេជៈបងប្អូនប្រិយមិត្តអ្នកទស្សនាឬក៏អ្នកស្នេហាវិស័យទូកងទៅបានដឹងហើយអ្នកលេងស្នៃមាសឬក៏អ្នកលេងពីក្បាច់នេះនៅណាគឺល្បីរន្ទឺដល់កន្លែងហ្នឹងដៃគូគឺចតជាងគេគឺស្រីសសុកសែនជ័យគឺជាដៃគូដៃកង់ចាស់របស់គាត់គឺទៅខេត្តក្តីទៅថ្នាក់ជាតិក្តីគឺតែងតែប៉ះគ្នាបងប្អូនសាទូកល្បឿនពីរនេះគឺល្បឿនលឿនប្រហាក់ប្រហែលគ្នាជាងតែងតែជួបគ្នាញឹកញយដែរបងប្អូនខ្ញុំមើលទៅល្បឿននៃការហាត់សមរកល្បឿនរបស់គាត់គឺខ្ញុំមើលទៅគឺជើងច្បារដូចជាមិនមានអ្វីត្រូវនិយាយច្រើនបងប្អូនហើយក៏មិនមានអ្វីដែលត្រូវហាត់សមយូរថ្ងៃយូរខែអីទៀតដែរព្រោះចំណុះនេះគឺជាចំណុះoriginal របស់គាត់ណាចំណុះនេះដូចចំណុះពីកំណើតតែម្ដងណាបងប្អូនគឺចំណុះប្រចាំទូកនឹងតែម្ដងគឺពួកគាត់អុំយល់ចិត្តយល់ថ្លើមគ្នាច្រើនឆ្នាំមកហើយបើតាមដឹងណាចឹងគ្រាន់តែហាត់សមដើម្បីកម្ដៅសាច់ដុំឯងនិយាយពីការចាក់យកទូកវិញគឺពួកគាត់តែងតែធ្វើបានល្អជារឿយៗសម្រាប់ទូកស៊ីសិនជ័យបារមីដែលជាមួយគ្រឿងនេះចឹងចំណុះរបស់គាត់គឺពេញសាច់ពេញដៃល្អណាស់បងប្អូនអុំនៅណាក៏មិនចេះបន្ធូរដៃដែរបងប្អូនមកល្អមកឆ្ងាញ់មើលណាបងប្អូនជាងដៃគូគាត់អ្នកណាក៏មិនចេះបន្ធូរដៃដែរចឹងបងប្អូនមើលនេះការចាក់ល្បឿនត្រង់នេះមើលចង្វាចាក់យោងមួយជ្រៅបងប្អូនការចាក់ចង្វាយោងបែបនេះគឺជាការធ្វើឲ្យទូកកាន់តែស្ទុះលឿនទៅបងប្អូនចឹងគឺជាយុទ្ធសាស្ត្រគឺជាយុទ្ធសាស្ត្រមួយនៃការចាក់យោងទូកព្រោះយើងមើលទៅល្បឿនទូកដែរទូកណាដែលយើងត្រូវចាក់ចង្វាញាប់ទូកណាពេលណាដែលយើងត្រូវចាក់ចង្វាវែងខ្លីចឹងល្បឿនមួយគ្រឿងនេះបងប្អូនមិនបាច់ចាំនិយាយច្រើនបាច់ចាំគិតច្រើនទេគឺទស្សនាពេលណាដៃគូដៃកង់គាត់ពេលណាគឺតែងតែទទួលបានការគ្រប់គ្រងច្រើនពីទស្សនិកជនអ្នកស្នេហាវិស័យទូកងនៅកម្ពុជារបស់យើងអូនមើលមកប្លង់នេះវិញយ៉ាងម៉េចដែរប្លង់នេះវិញគឺចាចាក់ចង្វោឲ្យយោងចង្វាហ្នឹងគឺគឺល្អមែនតើណាបងប្អូនយើងរកកន្លែងដែលត្រូវនិយាយថាមិនត្រូវកែបើមិនគឺរកអត់បានណាបងប្អូនរកអត់ចង់បានគ្រឿងនេះគឺបងប្អូនស្គាល់ហើយគឺស៊ីសិនជ័យបារមីតេជៈចឹងបងប្អូនសុំខមមិនមើលតើល្បឿនមិនដែរនៅក្នុងការហាត់សមនេះអរគុណច្រើនបងប្អូនទាំងអស់គ្នា